តិចសបាយអាយុ20ដេកភ័យអាយុ50ដែលខ្ញុំជួបជជែកលេងទាំងមនុស្សវ័យចំណាស់ភាគច្រើនអ្នកជោគជ័យច្រើនក្នុងជីវិតនិងអ្នកបរាជ័យភាគច្រើនតែងតែរអ៊ូក្នុងវ័យរបស់គាត់ថាស្ដាយក្រោយស្ដាយពេលវេលាស្ដាយដែលបានប្រឹងប្រែងតិចតួចជោគជ័យបានតិចតួចធ្វើរឿងដែលដូចចិត្តបានតិចតួចហើយសោកស្ដាយដែលនៅមានរឿងជាច្រើនទៀតដែលគាត់យល់ថាសម្រេចមិនទាន់បានសម្រាប់អ្នកមិនសូវជោគជ័យនិងអ្នកបរាជ័យវិញក្នុងវ័យចំណាយដូចគ្នាពួកគាត់មិនសូវជាមានអារម្មណ៍សោកស្ដាយព្រោះពួកគាត់ច្រើនជាមនុស្សមិនយល់តម្លៃនៃពេលវេលានិងតម្លៃនៃការប្រឹងប្រែងលះបង់អ្វីដែលពួកគាត់រអ៊ូឲ្យខ្ញុំឮគឺហេតុអ្វីគាត់មិនអាចទៅជាអ្នកមានហេតុអ្វីមួយជីវិតគាត់លំបាកម្ល៉េះហេតុអ្វីចាស់ហើយអាយុច្រើនហើយនៅលំបាកវេទនាទៀតតើគ្មាននរណាម្នាក់មានចិត្តជួយគាត់ទេអីជាដើមមនុស្សចាស់ទាំងពីរក្រុមនេះរអ៊ូខុសគ្នាឆ្ងាយណាស់មួយក្រុមជោគជ័យរអ៊ូថាសម្រេចគោលដៅសម្រេចការងារប្រឹងប្រែងតស៊ូបានឯមួយក្រុមទៀតរអ៊ូតែនឹងព្រេងវាសនាបន្ទោសតែមនុស្សជុំវិញខ្លួនបន្ទោសតែបញ្ហាមិនបន្ទោសខ្លួនឯងអង្គុយបន់ឲ្យមានគេជួយមានព្រះជួយតែខ្លួនឯងមិនព្រមជួយខ្លួនឯងហេតុនេះហើយទើបគាត់លំបាកគាត់ក្រីក្រគាត់ល្ងងខ្លៅជួបរឿងកំសត់តាំងពីក្មេងរហូតដល់ចាស់ឬរហូតដល់ស្លាប់តែម្ដងត្រឡប់មកនិយាយរឿងពួកយើងដែលជាយុវជនវ័យក្មេងវ័យជំទង់ពេញកម្លាំងមានពេលវេលាសល់ច្រើនតែម្នាក់ភាគច្រើនមើលមិនឃើញគុណតម្លៃនៃពេលវេលាទាំងនេះទេហើយខ្លះទៀតក៏កំពុងសម្រុកទៅសម្រេចក្តីស្រមៃមិនហ៊ានសម្រាកឡើយចាប់ពីអាយុ16ឆ្នាំដល់ជាង20ឆ្នាំគឺជាវ័យដែលយុវជនមួយចំនួនធំសប្បាយរីករាយភ្លេចខ្លួនរស់នៅគ្មានគោលដៅភ្លេចគោលដៅនិងកំពុងចំណាយពេលយ៉ាងខ្ជិះខ្ជាយព្រោះតែមើលមិនឃើញពីភាពសំខាន់និងគុណតម្លៃនៃពេលវេលាដែលខ្លួនកំពុងតែមានភាពសប្បាយរីករាយយ៉ាងភ្លើតភ្លើននេះនឹងក្លាយទៅជារឿងដ៏សោកសៅបំផុតនៃវ័យចំណាស់គឺនៅវ័យចាប់ពី50ឆ្នាំឡើងទៅដោយចាប់ផ្ដើមចេះស្ដាយក្រោយដែលមិនបានប្រឹងប្រែងរៀនសូត្រមិនបានប្រឹងប្រែងខិតខំធ្វើការរកស៊ីមិនបានចំណាយពេលខ្វាយខ្វល់ពីមនុស្សជុំវិញខ្លួននិងមិនបានខ្វល់ខ្វាយពីសង្គមជាតិទៀតដោយដែលខ្ញុំបានរៀបរាប់ពីដើមអត្ថបទមកហើយមនុស្សចាស់គាត់បានដើរហែលឆ្លងមុនយើងជាយុវជនវ័យក្មេងពួកគាត់កំពុងតែស្ដាយក្រោយទាំងក្តីឈឺចាប់ពួកគាត់គឺជាគំរូជាក់ស្ដែងដែលយើងអាចមើលឃើញនឹងភ្នែកគ្រប់ទីកន្លែងចុះហេតុអ្វីយើងនៅបន្តដើរទាំងខុសទាំងភ្លេចខ្លួនទៀតនោះអត្ថបទនេះជាសារមួយដែលខ្ញុំចង់ក្រើនរំលឹកដល់ទាំងអស់គ្នាពិសេសយុវជនវ័យជំទង់កម្ពុជាគួរចាប់ផ្ដើមគិតគូរឡើងវិញសម្លឹងមើលពីគោលដៅរកឲ្យឃើញក្តីស្រមៃរបស់ខ្លួនរៀនចាប់ផ្ដើមផ្ដល់តម្លៃលើពេលវេលារៀនបែងចែកពេលវេលាឲ្យបានត្រឹមត្រូវនិងរៀនចាប់យកឱកាសបង្កើតឱកាសច្នៃឱកាសនិងប្រើប្រាស់ឱកាសគ្រប់បែបយ៉ាងដែលទាំងអស់គ្នាអាចធ្វើបាន